ជំរាបសួរសวัสดีค่ะมาทำขนมจีนกินค่ะขนมจีนเขมรค่ะเอาเวลาเอาเนื้อเสร็จก็เอาก้างเอามาต้มด้วยต้มก็เอาน้ำออกจะมาทำเป็นน้ำขนมจีนจ้ะនៅពេលដែលយើងបេះសាច់ត្រីហើយគឺយើងយកឆ្អឹងត្រីហ្នឹងបោះចូលក្នុងទឹកដែលយើងស្ងោរត្រីហ្នឹងចាហើយស្ងោរវាមួយរំពុះពីររំពុះទៅក៏យើងយកវាមកច្រោះបានហើយចាច្រោះហ្នឹងគឺយើងច្រោះយកតែទឹកវាទេហើយឥឡូវយើងចាប់ផ្ដើមដាក់ទឹកថែមក៏យកមកស្លយកមកស្ងោរដាំឲ្យពុះហើយក៏ដាក់សាច់ត្រីដែលយើងបុកយើងបេះហើយយើងបុកជាមួយគ្រឿងហើយហ្នឹងគឺយើងដាក់យកមកស្ងោរយកមកស្លតែម្ដងចាហើយគឺខ្ញុំចូលចិត្តដាក់ជើងមាន់ដោយសារផ្ទះខ្ញុំចូលចិត្តញ៉ាំជើងមាន់ដល់ពេលចឹងទៅជើងមាន់នៅពេលដែលយើងស្ងោរយកវាមកស្ងោរនំបញ្ចុកនំអីហ្នឹងកុំឲ្យវារលាស់សាច់ជើងមាន់ចេញពីឆ្អឹងឬមកក៏ដាច់ពីគ្នាគឺនៅពេលដែលយើងស្ងោរដាក់ទឹកស្ងោរវាឲ្យពុះហើយយើងដាក់បើកលេខ1រិចកុំឲ្យដាក់ភ្លើងខ្លាំងចាគឺជើងមាន់ហ្នឹងគឺផុយគឺសាច់ជាប់ជាមួយនឹងឆ្អឹងតែម្ដងគឺអត់រលាស់ទៅណាទេចាគឺដាក់ស្ងោរទឹករយៈពេល1ម៉ោងគឺផុយហើយចាផុយល្មមតែម្ដងហើយឥឡូវយើងពុះអស់ហើយចាក់ផ្ដើមដាក់ជើងមាន់ដាក់ខ្ទិះតែម្ដងចាគឺជើងមាន់គឺពុះខ្ទិះក៏ពុះដែរជាមួយនឹងគ្នាចាគឺខ្ញុំដាក់ខ្ទិះចូលតែមួយរំពុះទេគឺរួចរាល់ហើយចាសាឡនេះគឺយើងបានដាក់ខ្ទិះចូលអស់ហើយក៏លាងកំប៉ុងដែលជាប់ខ្ទិះតិចហ្នឹងគឺលាងដាក់ចូលកុំឲ្យវាជាប់គឺយើងដាក់តែមួយរំពុះព្រិចហ្នឹងគឺឆ្អិនតែម្ដងចាគឺអត់អាចដាក់ខ្ទិះដូងហើយដាក់ឲ្យពុះយូរហ្នឹងគឺវាទៅជាប្រេងចាអញ្ចឹងយើងគ្រាន់តែដាក់ប៉ុណ្្នឹងគឺរួចរាល់តែម្ដងឥឡូវយើងចាប់ផ្ដើមមកដាក់បន្លែដាក់អីនំបញ្ចុកអីចូលហើយគឺចាប់ផ្ដើមដាក់ទឹកសម្លតែម្ដងចាគឺចាក់ទឹកសម្លចូលឈូរួចរាល់គឺឆ្ងាញ់សុទ្ធតែជើងមាន់ចាបងប្អូនរសជាតិតាមបងប្អូនត្រូវការចូលចិត្តចា